សូមអនុមោទនាស្ដាប់ព្រះធម៌និយមន័យចិត្តជាបឋមសូមនមស្ការចំពោះព្រះរតនត្រ័យទាំង3មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាជាទីពឹងសពកាលថ្ងៃនេះមកធ្វើធម្មទាននិយមន័យចិត្តអារមណੰចិនតេតៃតេចិត្តតាំងធម្មជាតិណារមែងគិតគឺដឹងនៅអារម្មណ៍ធម្មជាតិនោះឈ្មោះថាចិត្តនៅក្នុងលក្ខណៈទីចតុកៈរបស់ចិត្តវិជាណនលក្ខណៈចិត្តនេះមានការដឹងអារម្មណ៍ជាលក្ខណៈហើយចិត្តនេះមិនទាន់ទៅជាអាក្រក់ទៅជាល្អទេប៉ុន្តែវាអាស្រ័យធម៌ដែលប្រកបជាមួយហៅថាចេតសិកចិត្តនេះរួមទាំងអស់មកមាន89ឬ121ចិត្ត89នោះមានអកុសលចិត្ត12អហេតុកៈចិត្ត18កាមាវចរៈសោភនៈចិត្ត24រូបាវចរៈចិត្ត15អរូបាវចរៈចិត្ត12លោកុត្តរៈចិត្ត8រាប់ដោយភូមិមានកាមាវចរៈចិត្ត54រូបាវចរៈចិត្ត15អរូបាវចរៈចិត្ត12លោកុត្តរៈចិត្ត8ឬ40ចិត្តនេះមិនទាន់ទៅជាអាក្រក់ទៅជាល្អទេប៉ុន្តែវាអាស្រ័យនឹងធម៌ដែលកើតជាមួយហៅថាចេតសិកទាំងអាក្រក់ទាំងល្អបើខាងអាក្រក់ដូចជាអ៊ីសាដូចជាមច្ឆរិយៈដូចជាលោភៈទោសៈមោហៈមានអ្នកជាដើមទៅជាចិត្តអាក្រក់ទៅបើខាងល្អដូចជាសទ្ធាដូចជាសតិហិរិអតបៈអលោភោអទោសោអញ្ចឹងទៅជាចិត្តល្អទាំងល្អទាំងអាក្រក់ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនោពពាំងកមាធម្មាធម៌ទាំងឡាយហ្នឹងគឺមានចិត្តជាប្រធាន